ស្រីណាសុំហេតុអីក៏សម្លក់លោកសៃឡាអញ្ចឹងកូនណានិយាយតាមពិតទៅខ្ញុំមិញសុំគេក៏និយាយតាមពិតថាគេក៏ស្រឡាញ់ខ្ញុំដែរនេះឃើញទេអ៊ំមានបំណងចង់សួរសុំល្មមថាសុំគិតយ៉ាងម៉េចនឹងលោកសៃឡាល្អហើយកូនស្រឡាញ់គ្នាចិត្តដូចគ្នាយ៉ាងនេះល្អហើយកូនអ៊ំមានក្តីសុខបំផុតហើយមែនហើយខ្ញុំថាបើអ៊ំមានក្តីសុខចំណែកខ្ញុំក៏មានសេចក្តីសុខដែរខ្ញុំនេះនឹងស្រឡាញ់សុំនឹងថែរក្សាបានល្អរួមទាំងគ្រប់គ្នានៅក្នុងផ្ទះសុំពីតាទៀតណាអ៊ំស្រីយ៉ាងម៉េចសុភុនអូនមកយំព្រឹកល្ងាចហ៎បានឯងប្រាប់បងមកចោះថាខ្ញុំទៅឥឡូវនេះហើយអាឡូបងតមកនេះខ្ញុំកំពុងតែតាមទៅរកបងហើយណារងចាំខ្ញុំផងណាខ្ញុំនឹកអើយចាំសូមបញ្ជាក់ដាច់ខាតណាអ្នកនាងជាភរិយារបស់ខ្ញុំនៅពេលអនាគតហាមទេរកឬក៏ទៅរកប្រុសជាដាច់ខាតចុះលោកវិញមិនក៏ទៅរកអ្នកនាងមកបានទេប្រចាំខ្ញុំហ៎បានបើអញ្ចឹងយើងទៅរកអូនមកជាមួយគ្នាទៅប្រាប់គេថាអ្នកនេះជាកូនកំមុំរកខ្ញុំអត់ទេមិនទៅខ្ញុំបីហើយណាណែទៅណាយើងទៅពីរនាក់ធុញថប់មកយូរហើយតែមែនទេឥឡូវចេះទៅអ្នកនាងទៅរកអ្នកនាងរត់ទៅដើម្បីឲ្យសប្បាយចិត្តហើយខ្ញុំជឿថាអ្នកនាងរត់ពិតជាសប្បាយចិត្តមកបានជួបយើងតែលោកសុផុតវិញគេខ្ញុំទៅរកបងរត់ក៏ព្រោះតែខ្ញុំនឹកបងរត់ដឹងទេខ្ញុំស្អប់លោកមែនទេដំបូងខ្ញុំគ្រាន់តែខ្លាចអ្នកនាងទេតែពេលនេះខ្ញុំចង់ស្អប់អ្នកនាងដែរឆាប់ទៅហួយខ្ញុំសប្បាយចិត្តបែបតាប់ដែរតែឃើញគេទៅពីនេះពិតជាស្រឡាញ់គ្នាមែនឃើញទេម៉ែតាប់ហើយម៉ែមើលនឹងតាំងពីដំបូងប៉ុណ្ណេះហើយម៉ែខ្ញុំក៏មើលដល់ដូចតែគ្នាណាបើម៉ែសប្បាយចិត្តយ៉ាងនេះហើយណាសូមឲ្យឆាប់ឆាប់ទៅណាចិត្តរបស់ម៉ែវាជាហើយតែកាយម៉ែវាបញ្ជាក់អត់បានទីគុំប៉ុណ្ណឹងយើងមុននឹងខ្លាំងបានធ្វើឲ្យចិត្តស្ងប់ក៏មានក្តីសុខដែរហើយចិត្តទៅថាជាអ្នកមានបុណ្យហើយ
អង្គុយធ្មឹងអញ្ចឹងមកជាថាខឹងនឹងខ្ញុំដែលខ្ញុំបង្ខំមិនឲ្យទៅរកលោកតូម៉នតាមមែនទេ ខ្ញុំខឹងលោកមែនហើយដែលបង្ខំខ្ញុំឲ្យមករកគូដណ្ដឹងរបស់លោកដោយយើងទាំងពីរចិត្តរៀបការនឹងគ្នាទៅហើយណានិយាយអញ្ចឹងមកជាថាប្រចាំនឹងខ្ញុំហើយឆ្កូនខ្ញុំគ្មានផ្លូវប្រចាំមនុស្សខ្ញុំស្អប់នោះទេគឺខ្ញុំនេះចូលចិត្តរករឿងមនុស្សដែលខ្ញុំស្អប់ខ្លាំងណាស់ណែលែងណាមិនលែងទេមិនលែងសុំបងសិលាមករកខ្ញុំពិតមែនខ្ញុំសប្បាយចិត្តណាស់ដែលបានជួបនាងម្ដងទៀតខ្ញុំសប្បាយចិត្តបំផុតនាងមករត់រៀបចំបន្ទប់មួយថែមទៀតទេមិនអីទេខ្ញុំគ្រាន់តែមកស្នាក់នៅមួយយប់ប៉ុណ្ណោះស្អែកខ្ញុំទេឲ្យបងតូម៉នមកយកខ្ញុំត្រឡប់ទៅបន្តវិញហើយបងសិលាប្រាប់ខ្ញុំបានហើយណែថាបងនេះរៀបការជាមួយអ្នកណាប្រាប់ខ្ញុំមកគឺអ្នកនេះហើយតែបងរៀបការជាមួយគឺរីច្នេះនឹងនាងសុំវិញទេជាអ្នកជួយពួកយើងគេនឹងអាប់អោនមុខហើយក៏មានសតិអារម្មណ៍មិនល្អរហូតមិនអាចទទួលនៅអ្វីដែលកើតឡើងបានណាណែអាសិលាឯងនិយាយម្ដងទៀតមើលបងសិលាបងប្រាប់ខ្ញុំម្ដងទៀតមកមែនហើយបងត្រូវរៀបការជាមួយនឹងនាងរាជិនីយើងទៅពីរនាក់រៀបការជាមួយគ្នាតែវាមានរឿងអីកើតឡើងទៅខ្ញុំអត់យល់ទេខ្លាចទៅជាជើងបានយ៉ាងម៉េចទៅអើយខ្ញុំក៏មិនយល់ដូចគ្នាដែរបងសិលាបងប្រាប់ខ្ញុំថារាជិនីស្រឡាញ់លោកតូម៉នចុះហេតុអីត្រូវរៀបការជាមួយនឹងបងសិលាទៅវិញញ៉ាសុំដោយលោកសិលានិយាយចេះយើងត្រូវរៀបការនឹងគ្នាបើភាគីយើងមិនពេញចិត្តនឹងរៀបការណែសុំមិនចង់រៀបការនឹងគ្នាអញ្ចឹងហ៎ចាខ្ញុំប្រកាសជាមិនចង់ហើយតែចាំបាច់ត្រូវតែរៀបការបើអ្នកនាងចង់ដឹងហេតុផលទៅសួរលោកសិលាដោយខ្លួនឯងទេលោកគាត់តែប្រាប់តែនាងមកជ្រាបថាលោកនឹងស្រឡាញ់អ្នកនាងមកនៅឡើយហើយប្រាប់ហេតុផលដែលយើងរៀបការនឹងគ្នាផងមិនបាច់មកណែនាំខ្ញុំទេខ្ញុំដឹងថាខ្ញុំគួរ
មនុស្សយើងនេះណាបើជាស្វាមីភរិយានឹងគ្នាហើយតែងតែគិតថាលុយអ្នកណាច្រើនជាងអ្នកណាឡានរបស់អ្នកណាច្រើនជាងរបស់អ្នកណាឬមួយក៏ដីធ្លីរបស់អ្នកណាច្រើនជាងប្រមាណប្លង់ឬមួយផ្ទះចែកគ្នាវាអត់បានទេលោកជឿទេមនុស្សយើងនៅជាមួយគ្នាត្រូវធ្វើនៅអ្វីដែលមានស្រាប់ទៅហើយឲ្យវាលូតលាស់ឡើងមិនមែនមកអង្គុយគិតតូចចិត្តខ្លួនឯងនោះទេខ្លួនលោកត្រូវអធិប្បាយឲ្យកូនស្ដាប់ផងណាតែខ្ញុំថាយើងពីរអ្នកគួរតែជួយគ្នាអធិប្បាយឲ្យគេបានយល់ពេលដែលវេលានេះមកដល់ល្អជាអូយតម្រាំតែដល់ពេលនោះខ្ញុំប្រហែលជាមិននៅជួយអធិប្បាយលោកទេខ្ញុំផ្ញើលោកផងទេនេះតែខ្ញុំថាខ្ញុំមើលកូនប្រុសលោកមិនខុសទេទើបខ្ញុំឲ្យគេរៀបការនឹងកូនសុំអរគុណច្រើនអ្នកស្រីជាស៊ីដែលអ្នកស្រីជួយខ្ញុំថ្ងៃនេះមិនដឹងសិនហើយណាថ្ងៃក្រោយចាំខ្ញុំមកលេងម្ដងទៀតខ្ញុំធ្វើយ៉ាងម៉េចទេខ្ញុំចង់រៀបការនឹងបងសេឡាកាប់ចិត្តទៅមុនមកដូចបងកាប់ចិត្តលោកអីណាបងកើតមកបងមិនដែរស្រឡាញ់ណាទេបងស្រឡាញ់សូមម្នាក់នេះជាអ្នកដំបូងក្នុងជីវិតតែទីបញ្ចប់បងក៏អស់សង្ឃឹមដែលរឿងនេះបងសង្ឃឹមមកថាសេឡាជាមេដើកឲ្យបងណាខ្ញុំក៏ផ្ដល់កម្លាំងចិត្តឲ្យបងបានជួបមនុស្សដែលបងស្រឡាញ់តែបងជួបដែលខ្ញុំមករកនេះថានេះខ្ញុំឃើញអ្នកនាងរាជិនីនិងបងសេឡានេះអោបថើបគ្នាចេញពីកំពង់ព្រៃតែខ្ញុំអត់បានចាប់អារម្មណ៍ទេឬមកក៏គេមានអីនៅគ្នាហើយមិនដែរទៅតាមអារម្មណ៍ទេបងគុំនិយាយតាមអ្នកផ្សេងដូចនេះអីណាមកមានបំណងពួកគេនៅខុសខាងតែខ្ញុំត្រឡប់មកប្រទេសថៃក៏ដើម្បីរៀបការជាមួយនឹងបងសេឡាហើយបងសេឡានេះក៏អត់មានអត្ថប្រយោជន៍នឹងបរិបទខ្ញុំដែរបងរឿងដែលគេប្រាប់ថាគេនឹងរៀបការនេះហើយគឺជាការប្រាប់តាមបរិស័ទទៅរកគេណាបងបងតែជួយនិយាយជាមួយបងសេឡាឲ្យប្រុងចិត្តមករៀបការជាមួយរាជិនីឲ្យបានបងឲ្យលឺអ្នកដែលគេនិយាយថាគេត្រូវរៀបការតែគេអត់បាននិយាយថាគេចង់រៀបការនឹងគេទេជាបាយជាមនុស្សល្អសូមមិនចាំព្រួយបារម្ភទេគេពិតជាថែរក្សាសុខភាពល្អបំផុតជឿបងខ្ញុំអត់ជឿទេនេះរត់ឃើញពុតនឹងនេះមកទេអត់ឃើញទេអាឡូបងតោះហ៎នេះខ្ញុំនៅរីសតរបស់លោកពុតនេះបងតោះមកទទួលខ្ញុំបន្តិចមកនេះយកយ៉ាងណាក៏ត្រូវតែមកដែរខ្ញុំនឹងរកចាំណាបងណានេះជួមកយកទៀតទៅខ្ញុំនឹងយកទូរស័ព្ទមកជិះឲ្យគេស្ដាប់ណាអញ្ចឹងប៉ណ្ណាសិនចាខ្ញុំមិនមែនឈប់ព្រោះតែខ្លាចទេតែខ្ញុំមិនចង់ឲ្យបងប្អូននេះភ្ញាក់ផ្អើលដោយសារតែជនអន្តពាលដូចជាលោកលោកជាវាយមួម៉ៅហ៎ណែនេះមិនឲ្យមួម៉ៅបានយ៉ាងម៉េចទៅបើអនាគតកូនកំមុំរបស់ខ្ញុំប្រព្រឹត្តខ្លួនដូចនេះនោះមួយម៉ាត់ក៏តមពីរម៉ាត់ក៏តមមកញ៉ែមកញ៉ក់ជាមួយនឹងតមគូស្រែរបស់គេណាគេនេះមើលស្រាខ្ញុំពេកហើយខ្ញុំមើលដឹងរឿងដែលសុំធ្វើព្រោះតែគេចង់បញ្ជឿជាវាយនេះក៏ជាវាយក៏បរោខ្ញុំដល់ទីនេះបានហើយនេះតាមជឿគេតែម៉េចនេះកុំខឹងនឹងខ្ញុំអីតែខ្ញុំត្រេកអរផងជាវាយនឹងសុំសំគ្នាណាសំគ្នាយ៉ាងម៉េចទៅគេមិនចង់រៀបការជាមួយខ្ញុំគេរៀបការនេះព្រោះអ៊ំស្រីគេបង្ខំចោះជាវាយវិញព្រមរៀបការព្រោះតែលោកតាបង្ខំឬក៏អត់មានอะไรបង្ខំខ្ញុំបានទេនេះក៏ដឹងនេះនិយាយហាក់ដូចជាមិនស្គាល់ចិត្តខ្ញុំចឹងទេបញ្ជាក់ថាជាវាយវិញចឹងកម្ៅតែអីខ្ញុំផ្ដាំទៅបដៅបងស្រីរបស់នាងផងដែរថាឲ្យប្រព្រឹត្តខ្លួនបានត្រឹមត្រូវតិចទៅឲ្យផ្ដាំទៅប្រាប់ថាមនុស្សប្រុសនេះមិនចូលចិត្តឲ្យគេមកចោទជាមួយទេលោកសុំផងនាងចាំយីមកខ្ញុំ
សុថាហេតុអីបានជានាងរៀបការជាមួយនឹងសេឡានាងប្រាប់ខ្ញុំបានទេ អ៊ំស្រីរបស់នាងខ្ញុំឈឺធ្ងន់ណាស់ហើយនាងខ្ញុំមានភាពចាំបាច់ត្រូវរកលុយមកព្យាបាលជំងឺរបស់អ៊ំស្រីហេតុផលនេះហើយដែលគួរឲ្យអាម៉ាស់នោះ នាងសុំរឿងប៉ុណ្ណឹងឯងឲ្យខ្ញុំជួយក៏បានដែរខ្ញុំជួយនាងឲ្យមិនចាំបាច់ឲ្យនាងរៀបការទេ អរគុណច្រើនហើយលោកសុផុតលោកពិតជាមនុស្សល្អមែន បញ្ជាក់ថានាងព្រមឲ្យខ្ញុំជួយតើមែនទេ ខ្ញុំតែ កុំអីណាកុំយំអីកុំយំគិតយ៉ាងម៉េចហ្នឹងរាជនីណែសិលាអញនេះពិតជាឈួនមែនហើយខ្ញុំឈួនតែស្រីម្នាក់នេះកាលពី50នាទីមុននេះទើបតែទៅសាសសស្នេហ៍នឹងមនុស្សផ្សេងហើយពេលនេះក៏មកសាសស្នេហ៍នឹងឯងតែខ្លួនឯងដឹងថាត្រូវរៀបការនឹងខ្ញុំរបៀបនេះមើលស្អាតខ្ញុំពេកហើយណារៀបការនឹងខំចិត្តរៀបការឲ្យចាំបាច់ឯងអត់សារជាតិជាសម្ភារៈណាសិលាឯងជួយដល់គេអត់មានផ្លូវជើងទេឯងជាអ្នកឆោឱកាសបើចុះឯងមិនជាអ្នកឆោឱកាសទេលាលីតែឯងអោបបាញ់មិញនេះគឺជាអនាគតការងាររបស់យើងណាវិញ នេះលោកខ្ញុំរៀបការនឹងលោកព្រោះតែអ៊ំរបស់ខ្ញុំក៏ជឿធ្ងន់តែខ្ញុំមានសិទ្ធិបញ្ឈប់វិធីរៀបការនេះពេលណាក៏បាន នាងនេះអញ្ចឹងមកជាថានាងលងខ្លួន សំផុតឲ្យមែនទេរាជនីណែសិលាឯងយល់សារខ្ញុំហើយ មិនទៅបានបានផងលោកចាត់ទុកខ្ញុំជាអ្នកសកលទៅហើយពេលត្រឡប់ទៅវិញខ្ញុំមានការអត់តែខ្ញុំហើយខ្ញុំសោះលោកវិញទាំងអស់តែខ្ញុំត្រូវលោកខ្លួនខ្ញុំសុំលោកឡើងតែលោកម្នាក់កូន នាងសុំណែយ៉ាងមិនទៅឲ្យណារីណានេះយ៉ាងឯងទៅទៅទេឯងយកមកស្រេចរាជនីឯងគ្រាការជាមួយគេធ្វើអីខ្ញុំនេះស្រេចរាជនីណាហេតុអីក៏ឯងជាធ្វើខ្ញុំឯងយកលុយទៅជួយអ៊ំស្រីគេសង្ឃឹមខ្លួនគេមែនឯងនេះអាកោមែនទេណាសិលាតែសុផុតឯងជួយនិយាយរឿងនេះទៅតាមបានទេជួយឲ្យប្រាប់បានទេថាឯងស្រឡាញ់រាជនីរឿងមិនអត់អត់ខ្ញុំស្រឡាញ់នារីមានព្រោះរត់រយវិជ័យសម្រាប់ជឿមាននេះឯងមិនបាច់ស្រួលចុះបងមកដល់ខ្ញុំវិញអ៊ំស្រីរបស់ខ្ញុំនោះឯងយកទៅទុកណាទៅចំពោះបងមកខ្ញុំនៅទៅណាមួយតែរឿងទីគោលការណ៍នេះឯងកុំសង្ឃឹមអសោះណាព្រោះមិនមកគេទៅតរិកានឹងខ្ញុំស្រាប់តែហើយណាឯងឈួតហើយឯងពិតជាឈួតមែនខ្ញុំត្រូវរៀបការនឹងសុំព្រោះខ្ញុំចង់រៀបការមិនមែនត្រូវគេបង្ខំទេគ្រាន់តែខ្ញុំមិនដឹងថាសុំគេរៀបការជាមួយខ្ញុំនេះព្រោះមូលហេតុអ្វីត្រូវគេបង្ខំឬមួយក៏អត់ បងតោខ្ញុំទ្រាំលេខបានហើយបងតោមកដល់ណាហើយនឹង សុំធ្វើជាណាបងរួចរាល់បងទៅហើយ ចាខ្ញុំនឹងរងចាំត្រេកអរផងណារាជនីកុំយកច្រឡំនឹងខ្ញុំអីតែពីមុនបងសាឡាគិតយ៉ាងម៉េចចំពោះបងពេលនេះក៏នៅតែដូចដែរបើអញ្ចឹងបញ្ជាក់ថាបងសាឡានៅស្លាច់ខ្ញុំដូចដែរមែនទេចាបើអញ្ចឹងបងសាឡាមិនចាំឲ្យរៀបការជាមួយនាងទេមែនទេចាខ្ញុំសុំសួរបន្តិចបានទេថាហេតុអីក៏បងសាឡាត្រូវរៀបការជាមួយឯងដែរខ្ញុំក៏មិនដឹងដូចគ្នាដែរបើអ្នកនាងចង់សួរទៅសួរលោកសាឡាទៅលោកសាឡាប្រហែលជាប្រាប់បានខ្ញុំប្រកាសទៅសួរហើយខ្ញុំសប្បាយចិត្តណាស់ដែលដឹងរឿងប៉ុនខ្ញុំយកចិត្តនាងណារាជនីដែលត្រូវគេបង្ខំដូច្នេះអរគុណច្រើនហើយ
ហើយណែនាងមកជាមួយខ្ញុំត្រូវតែត្រឡប់ទៅជាមួយនឹងខ្ញុំវិញ ខ្ញុំទៅវិញជាមួយបងតោ ខ្ញុំថាត្រឡប់ទៅជាមួយចៅហ្វាយក៏ល្អដែរណាសុំ អត់ទេខ្ញុំនឹងត្រឡប់ទៅជាមួយបងតោ គឺបានសុំអញ្ជើញសុំធ្វើដល់មានសុវត្ថិភាពចុះគឺណែនេះយើងឈួរដល់ដល់ផងណាសុំឡានរបស់បងរៀងចាំតិចហើយ មានអីទេបងតោជិះឡានចាស់គ្រាន់តែជាងជិះឡានមនុស្សយ៉ាង អូកំពុងតែក្តៅហើយនេះ ឡានកាត់អីណាបងតោ សុំបងមកកាត់អីទេចាំមកណាមានកាត់អីវិញចឹងអើយឡានគឺកោតើណាសុំព្រះអើយសូមឲ្យតែពីនេះធ្វើដំណើរដោយសុវត្ថិភាពណាអូយ មនុស្សឡើងចង់ចាំមែនទេ និយាយស្អីណា ខ្ញុំបដោះចាស់ឲ្យជិះនៅទីនេះតទៅទៀត ហើយនេះទៅ នៅទៅណាបងតោមកស្រឡាញ់ប្អូនក៏នៅដើម្បីប្អូនទេបងតោទៅដល់បងរត់ទៅទៅបាត់ខ្ញុំតែជួយបន្ទប់វិញឡានទូទាំង4ចាំត្រឡប់ទៅវិញយ៉ាងនេះទេ ចុះសុំទៅណា ម៉ៃរត់ម៉ៃជិះទៅជិះចាំមែនទេ ថ្មនេះនាងសុំនៅតំបន់ដែលជាយំហៅផ្នែកហើយតម្រូវតែយកកញ្ចក់មកបញ្ចុះបានដល់សំឡេងខ្ញុំលោតណាអស់សំឡេងមែនឬដូចនេះយើងនឹងជួយជាយ៉ាងមិនកើតទេហើយហើយនេះក៏អូខេមិនខ្វល់មកបញ្ចុះចង់អូខេគិតយ៉ាងមិនចឹងទេ ធ្វើយ៉ាងមិនមានទេណាប៉ុន្តែមានមិនគ្រប់គ្រាន់ទេតែតែធ្វើអញ្ចឹង ហើយកុំណា ខ្ញុំសូមឲ្យលោកធ្វើដំណើរដោយសុវត្ថិភាពផងណា នេះនាងហេតុអីក៏លេងអីដូចជាកូនក្មេងចឹង អេចាស់ណាគេមកលេងមុនអញ្ចឹង មិនបាច់និយាយច្រើនទេនៅតនេះបន្តិចខ្ញុំទៅចាត់ការហើយណា បងសាឡាចុះទៅចាត់ការនរណាគេទេគេខ្ញុំមកសម្រាប់សម្រួលជាមួយបងវិញណា អូនមកបានយ៉ាងម៉េចហ្នឹង មានអីពិបាកទេគ្រាន់តែសួរបុគ្គលិកថាបងសាឡាស្នាក់នៅបន្ទប់ណាប៉ុណ្ណា អញ្ចឹងយើងទៅនិយាយគ្នាខាងក្នុងទៅ ត្រង់នេះក៏បានដែរ ខាងក្នុងល្អជាងណា ធ្វើខ្លួនមកដល់បន្ទប់ចោះរឿងអីយើងត្រូវរៀបការនឹងគេឈ្គន់ នាងរ៉ាត់ លោកតូម៉ាន់មកល្អហើយជួយគ្នាតាមរកលោកសុភុតបន្តិច អូ អី ខេប៉ុន្តែឡានរបស់ខ្ញុំកង់វា គឺខ្ញុំឲ្យក្មេងៗនៅគ្នាចាត់ការរួចរាល់ហើយគឺក្មេងម្នាក់ អ នេះ រគុណចាំខ្ញុំទៅជួយតាមរកឲ្យណា ចា អូនមកមានរឿងអីក៏ឆាប់និយាយមក មកសាឡាគឺរាជនីគេប្រាប់ខ្ញុំថាគេមិនចង់រៀបការជាមួយបងទេណា គេនិយាយចឹងហ៎ មែនហើយថែមទាំងសន្យានឹងខ្ញុំទៀតថាគេអត់រៀបការនឹងបងទៀតផង រាជនីគេប្រាប់អូនអស់លីងហើយណា ហើយថែមទាំងឲ្យខ្ញុំមកសួរបងថាហេតុអីក៏គេត្រូវរៀបការជាមួយបងហើយខ្លួនខ្ញុំក៏ចង់ដឹងថាហេតុអីក៏បងសាឡាត្រូវរៀបការជាមួយគេ គឺបងក៏នៅពេលដែលគេចង់រៀបការជាមួយបងក៏មិនចង់រៀបការជាមួយគេដូចគ្នា ល្អណាស់បងចង់រៀបការក៏មិនរៀបការដែរហើយរៀបការជាមួយខ្ញុំទៅអត់ជា ណែអូនបងព្រឺប្រំពីមុនណាបងជិះតាមរកគេអត់ ចាំតែចុះល្អណាស់និយាយគ្នាលេងទីនេះហើយណាឆ្កូននេះនៅជាមួយគ្នាតាំងពីថ្ងៃរហូតដល់យប់នៅតែមិនបានចេញមកទៀត អ
សុំលើខ្ញុំនិយាយទេបើអ្នកនាងលឺហើយថាខ្ញុំស្រឡាញ់អ្នកនាងហេតុអីក៏អ្នកនាងមិនយល់ពីចិត្តខ្ញុំតទៅសោះខ្ញុំស្រឡាញ់អ្នកនាងរហូតតែម្ដងណាសុំហេតុអីក៏អ្នកនាងមិនឲ្យខ្ញុំជួយរឿងនេះខ្ញុំមកឡោត្រង់ណាទៅសុំខ្ញុំមកឡោត្រង់ណាទៅសុំខ្ញុំមកឡោត្រង់ណាទៅលោកសំផន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 សុំអ្នកនាងមកហើយសុំនេះមករកខ្ញុំវិញហើយសុំខ្ញុំស្វាយចិត្តណាខ្ញុំស្វាយចិត្តណាគឺខ្ញុំទេមិនសុំទេណាលោកសំផនអ្នកនាងត្រឡប់មករកខ្ញុំវិញហើយសុំសំផនឯណាសំផនអូយសំផននៅទីបំផុតស្រីអស់តម្លៃដូចយើងគ្រាន់តែជាល្បែងស្នេហារបស់គេតែប៉ុណ្ណោះហើយបងស្លាញ់បងកុំយំអីណាខ្ញុំត្រូវត្រៀមការជាមួយនឹងអូនហើយបងស្លាញ់ចូលចិត្តសុំខាងណាលោកសុំផុតខ្ញុំស្វាយចិត្តហើយជាងប្រាប់ទៅវិញទៅគ្រប់គ្នាគេបានបងចង់នៅជាមួយអូនទីនេះបងមិនឲ្យអូនទៅណាលោកសុំផុតប៉ុណ្ណឹងបានហើយសុំផុតឯណាចុះហើយលោកសុំផុតនៅទីនេះអាសិឡាឯងមកធ្វើស្អីមកធ្វើយូរមកស៊ីមកអាសិឡាឯងមិនស្រឡាញ់សុំហើយជួយឲ្យទៅរៀបការនឹងសុំធ្វើស្អីខ្ញុំនេះបានទៅខ្ញុំស្រឡាញ់សុំណាវើយគាត់ឯងស្វឹងខ្លាំងហើយវើយត្រឡប់ទៅនេះទៅត្រឡប់ទៅនេះអើយឯងក៏មកខ្វល់លេងយើងហើយនេះជួយគេធ្វើនេះគេអត់មកធ្វើអីទេលោកសុំផុតគេចូលច្រឡំថាខ្ញុំគេសុំតែប៉ុណ្ណឹងឯងជាណាខ្ញុំមិនអាចរំខានសុំទេវើយណែឯងស្វឹងខ្លាំងហើយវើយស្វឹងដូចជាឯងចឹងត្រឡប់ទៅនេះទៅត្រឡប់អើយមកក៏មកខ្វល់លេងយើងដែរអើយយើងចង់នៅជាមួយសុំឯងមករកនេះធ្វើស្អីខ្ញុំប្រាប់តែយ៉ាងឲ្យដឹងទៅវិញគឺសុំនឹងខ្ញុំមិនបានខ្ញុំព្យាយាមអธิบายឲ្យលោកសុំផុតស្ដាប់ហើយតែគេរំលងយើងខ្ញុំសុំទោសជំនួសវាផងណាអើយស្អីវាណែឯងស្វឹងហើយអើយស្អីគេថាឯងស្វឹងហើយណែអូយនេះជាអសត់មួយម៉ាត់ស្វឹងវាត្រូវម្ដាយរបស់ខ្ញុំហើយវាមិនងាយដឹងខ្លួនវិញទេនាំគេទៅបន្ទប់ទៅល្អជាងអូយសុំមកបន្ទប់មកធ្វើអីមិនក៏ទៅរងនាងរត់ខ្ញុំទៅរកបងរត់យកកូនសោតែខ្ញុំរកគាត់មិនឃើញហើយយកមិញនេះប៉ះអ្នកនាងមកនិយាយឌៀបដាមកខ្ញុំបើចុះបន្ទប់បងតែម្ដងទេនាងនោះភ្នែកធំប៉ាន់បងកងានអូយយកទុកមកឲ្យបងឲ្យនេះថ្ងៃណាមួយច្បាយប្រកាសជាប្រាគេមកសម្រាប់បងហើយអត់ទេតែណាខ្ញុំមើលទូរទស្សន៍នេះខ្ញុំមិនដឹងថាខ្នងរបស់ខ្ញុំនេះបាក់ឬមួយក៏អត់ទេព្រោះវាធ្ងន់មែនទេសូមនេះណែយើងធ្វើយ៉ាងម៉េចបន្តទៀតទៅច្បាស់តែសម្រាប់ទៅឲ្យខ្ញុំចាត់ការខ្លួនឯងនាងមើលពីបានខ្ញុំមើលបានខ្ញុំសុំញ៉ាកូនតានេះឲ្យសុំមកនេះព្រោះយកនេះសុំគេលេងនៅបន្ទប់ខ្ញុំនេះថាវាត្រូវម្ដាយរបស់ខ្ញុំឲ្យគ្មានដឹងខ្លួនឡើងមករករឿងនាងទេខ្ញុំផងណា
នេះសូមជួបទេដឹងនៅសក់ទៅប្រាប់ចៅវាយថាមកមើលប្រចាំជាមួយនឹងបងប្រាប់គេអញ្ចឹងបងសយឃើញទេគេប្រចាំរហូតញ័រដៃញ័រជើងអត់ដែរគេអត់ប្រចាំទេគេខាងតែខ្ញុំតែបញ្ជឿចិត្តគេតែវិញទេចុះសូមទៅបញ្ជឿចិត្តគេធ្វើអីទៅគេជាចៅវាយរបស់បងណាអ្នកដែលសយគឺខ្ញុំមិនលែងសុំទេបងមិនលែងចូលទេបងទៅដេកហើយមើលប្រចាំតែម្នាក់ឯងទៅអញ្ចឹងបន្តទៅចុះខ្ញុំចង់យកកូនសោពីបងតែម្នាក់ឯងបានហើយខ្ញុំទៅខ្លួនឯងក៏បានដែរបាទចាប់ចុះគេណាអនមកមានរឿងអីចង់និយាយជាមួយបងឆាប់និយាយចាប់ទៅគឺខ្ញុំមានផ្ទៃពោះមានផ្ទៃពោះខ្ញុំមានផ្ទៃពោះនឹងអានទីហើយគេក៏មិនទទួលខុសត្រូវដែរគេទៅស្រឡាញ់ស្រីផ្សេងចុះឲ្យបងធ្វើយ៉ាងម៉េចទៅខ្ញុំនឹងបកគោលកូនក្នុងផ្ទៃឲ្យបងសេឡាបើសិនជាអូនត្រូវការដូចនេះខ្ញុំក៏អូខេដែរណាអរគុណហើយតាមពិតខ្ញុំត្រូវការច្រើនជាងនេះទៀតខ្ញុំចង់រៀបការនឹងបងសេឡាបងមករឿងបែបនេះអ្នកមកខ្ញុំទទួលអត់បានទេខ្ញុំយល់តែខ្ញុំនៅសង្ឃឹមថាបងសេឡាប្រោចិត្តមិនព្រមរៀបការនឹងសូមស្ដាប់ណាបងគ្មានថ្លៃប្រោចិត្តមករៀបការជាមួយនឹងសូមជាដាច់ខាតដែរលឺហើយដែរសូមបីតែសូមគេមិនព្រមរៀបការជាមួយនឹងបងសេឡាហើយសូមបីតែសូមគេដាក់ចេញពីបន្ទប់បងប្អូនមែនទេមែនហើយហេតុអីក៏បងសេឡាលើកលែងទោសឲ្យគេតែហេតុអីមិនអត់ទោសឲ្យខ្ញុំខ្លះបងនឹងសូមមានខសន្យាពិសេសរួមគ្នាណាមកនៅបងនេះរៀបការជាមួយគ្នាអត់បានទេមិនមែនចឹងទេនាងកំពុងតែយល់ច្រឡំអីក៏ហើយណាខ្ញុំអត់យល់ច្រឡំទេពួកលោកចុះទៅក្នុងបន្ទប់ជាមួយគ្នានេះហ៎តារាបង្ហាញមកផ្កាយ5ហេតុអីក៏ធ្វើបែបដែរអញ្ចឹងអូយសូមនាងសូមនាងសូមអ្នកនាងមកមានផ្ទៃពោះម៉ែណៃណាទេហេតុអីក៏ខ្ញុំឈរនៅចំចំណុចពិបាកដូចនេះមិនមានអ្នកណាមកអាចកាត់ឲ្យខ្ញុំបានសោះហេតុអីខ្ញុំត្រូវរៀបការហេតុអីក៏ត្រូវរៀបការហ៎ព្រោះយើងទៅពីរនាក់នេះជាគូព្រេងគូកម្មនឹងគ្នានោះអីលោកសិលាណែគឺនឹងរត់គេទៅបន្ទប់លោកតូម៉ាឬមកយ៉ាងម៉េចថាអញ្ចឹងក៏បានណែបានតែនាងមិនយកយល់ដល់មុខខ្ញុំទេណាក៏សូមករណាយកយល់ដល់សន្តាគារដែលនាងធ្វើការឬមួយក៏ត្រូវគិតដល់នារីថៃទូទៅផងមិនមែនដើរចូលបន្ទប់នេះបន្តិចបន្ទប់នោះបន្តិចនាងមិនខ្វះគេឬមួយក៏យ៉ាងម៉េចព្រោះតែខ្ញុំអត់ព្រៃព្រោះតែខ្ញុំថោកទេអូយមកខ្ញុំមិនអាចខ្លួនខ្ញុំមិនអាចខ្លួនលោកទេពេលត្រឡប់ទៅវិញមកខ្ញុំធ្វើអត់ស្វែងបដូរចិត្តបានឬពិធីរៀបការថ្មីយកនេះខ្ញុំនឹងធ្វើភ្លាមលោកប្រាប់តែដឹងទេខ្ញុំក៏ចូលក្រៅដូចគ្នាថាពិធីរៀបការថ្មីយកនេះពេលតែកើតឡើងហើយការជារបស់នាងនៅអត់ប្រយោជន៍ទេចុះសិនចុះសិនខ្ញុំមកធ្វើអ្វីទៅនេះចុះសិនសុំ
លោកខ្ញុំនៅល្អថែមទាំងឆ្លាតខ្ញុំសង្ឃឹមថាលោកប្រកាសជាយល់ខ្ញុំនឹងនាងសុំនេះចិត្តរៀបការជាមួយនឹងខ្ញុំហើយច្បាយបាត់មកទៅលោកតមនរឿងរឿងសុំនឹងលោកដែលកន្លងមកចាត់ទុកថាមកខៈទៅចោះប៉ុន្តែខ្ញុំមិនសុំគេនិយាយឲ្យខ្ញុំស្ដាប់អស់ហើយសុំធ្លាប់អាស្រ័យរស់នៅផ្ទះរបស់លោកពេលនៅក្មេងលោកស្រឡាញ់សុំខ្លាំងណាស់ខ្លួនសុំក៏ស្រឡាញ់លោកណាស់ដែរប៉ុន្តែពេលនេះគឺវាមិនអាចទៅរួចទេបើសិនជាលោកស្រឡាញ់សុំពិតមែននោះលោកនៅឆ្ងាយពីគេដើម្បីអនាគតរបស់គេច្បាយមកស្ដាប់រឿងពិតសិនទេហើយមិនចាំបាច់ទេច្បាយខ្ញុំធ្វើការជាមួយច្បាយយូរល្មមហើយខ្ញុំមានរឿងធ្វើឲ្យច្បាយឈឺក្បាលរហូតណាមួយរឿងសុំហើយរឿងរបស់តែមីអូសៃរបស់ខ្ញុំទៀតខ្ញុំគិតថាខ្ញុំសុំជប់តែម្ដងទេច្បាយមិនបាត់ទេខ្ញុំមិនឲ្យលោកជប់ទេលោកទៅធ្វើការជាមួយខ្ញុំបន្តទៅទៀតរហូតដល់ខ្ញុំពិសោធន៍បានថាហេតុអីក៏ប៉ានឹងអ៊ំស្រីនោះបើខំឲ្យខ្ញុំរៀបការជាមួយនឹងសុំនោះខ្ញុំឲ្យច្បាយដឹងរឿងពិតហើយនឹងមករៀបការជាមួយសុំចឹងឯងច្បាយមែនហើយខ្ញុំនឹងគល់សុំឲ្យលោកទៅលេងទុកចិត្តចាំវាយវិញនោះពងខែងរឿងមួយក៏យ៉ាងមិនលើកទៅមកពងខែងណាពងខែងណាចេះបើចាំវាយស្រឡាញ់សុំពិតមែននោះអាតោពងខែងទៅធ្វើស្អីគ្រាន់តែរំចាំឲ្យដល់ពេលតែប៉ុណ្ណោះខ្ញុំមិនទៅដំណាំគូស្នេហ៍ពីណាទេគឺគ្រាន់តែចង់ឲ្យនាលីអំនួតតែចូលចិត្តធ្វើបាបខ្ញុំតែប៉ុណ្ណោះឯងជួយទៅប្រាប់ប្រផាថាខ្ញុំត្រឡប់ទៅបាកោវិញហើយណាកុំភ្លេចណាអូយយកុំភ្លេចតាមណានេះពិតជារោមិនតិចមែនទេនេះលេងខ្ញុំលេងទេនេះខ្ញុំចាក់ការប៉ះកង់ឡានជូនច្បាយរួចរាល់ហើយណាទៀនអូល្អហើយមិនដឹងជាអមនុស្សណាទេមកធ្វើបែបនេះនោះអូយឆេណានេះឃើញស្គមមិនដឹងថានាងធូនដល់ផ្នែកនេះសោះអូយស្គមបាត់ជឿទៅ